ជាទៅយូរពេកហើយអូនដូចឲ្យបងចាំយូរហើយអូនដូចជាភ្លេចសន្យាហើយមិនដេចឡើយទៅបាត់សូនឆឹងអូនដូចគេពងពួកបានហើយអូនមើលងាយដំឡៃស្នេហាអូនភ្លេចបញ្ហាយើងធ្លាប់ឆ្លងកាត់ហើយវេទនាណាស់អូនអើយចាំទេទៅយូរពេកហើយអូនទៅណាយូរម្លេះពើអូនផ្ដាំបងមុនអូនចេញទៅហើយនៅចាំអូននៅត្រង់នេះហេតុអ្វីមិនឃើញអូនមកបងចាំអូនឡើងហនចាំដល់ថ្ងៃប្រែទៅយល់នៅតែមិនឃើញស្រមោលអូនទាំងភ្នែកបងក៏ផ្ដាំស្រកខំស្ដាប់ភ្លេងបន្លប់ខ្លួនស្ដាប់ចុះឡើងបែបប៉ាំងរឿងយើងកាន់តែនឹកអូនវេទនាបទឧបសគ្គស្នេហ៍ចាំទេយើងđangក៏ស្ដាប់រួមគ្នាគឺជាបងដែលពុំងារអូនធ្លាប់ស្ដាប់ស្រទទឹកភ្នែកលើទ្រង់បងទៅយូរពេកហើយអូនទៅណាយូរម្លេះពើអូនផ្ដាំបងមុនអូនចេញទៅហើយនៅចាំអូននៅត្រង់នេះហេតុអ្វីមិនឃើញអូនមកបងចាំអូនឡើងហនចាំដល់ថ្ងៃប្រែទៅយល់នៅតែមិនឃើញស្រមោលអូនទាំងភ្នែកបងក៏ផ្ដាំស្រកខំស្ដាប់ភ្លេងបន្លប់ខ្លួនស្ដាប់ចុះឡើងបែបប៉ាំងរឿងយើងកាន់តែនឹកអូនវេទនាបទឧបសគ្គស្នេហ៍ចាំទេយើងđangក៏ស្ដាប់រួមគ្នាគឺជាបទដែលពុំងារអូនធ្លាប់ស្ដាប់ស្រទទឹកភ្នែកលើទ្រង់បងនៅស្រឡាញ់អូនមិនអាចស្រឡាញ់អ្នកផ្សេងនៅតែចងចាំរឿងរ៉ាវល្អមโนសញ្ចេតនាអនុស្សាវរីយ៍នៅតែស្ថិតនៅក្នុងបេះដូងនេះជួបមិនបានប៉ុន្មានអូនក៏ចេញទៅឃ្លាតបងទាំងភ្នែកបងហូររហូតប្តិចក៏អូនមិនអាណិតបងផងអូនអើយឬយ៉ាងអូននិស័យហើយឬយ៉ាងអូនវេលាត្រឹមនេះគ្មាននៅសល់សំបីមួយវិនាទីសម្រាប់ក្តីសង្ឃឹមជប់ស្នាមញញឹមបានខំប្រឹងរួយអងទៅហើយអមនុស្សខ្ញុំស្រឡាញ់អើយតាមពិតមាន
សងសាយអាចថាខ្ញុំមុំក៏បានមិនចេះស្មានមិនចេះប្រមាណខ្លួនទៅស្រលែងរូបគេទាំងគេនោះមិនមែនជាមនុស្សទំនេរគ្មានចេតនាទេបាឡុំទៅហើយក៏យល់ច្រឡំមួយនេះពិតជាសប្បាយគេផ្ដល់អារម្មណ៍ដែលឲ្យខ្ញុំលែងខ្វល់ខ្វាយដឹងត្រង់ក្បែរគេមិនចិនណៃតែគួរឲ្យស្ដាយគេនោះមានសង្សារដាក់សំណួរសួរខ្លួនឯងមិនប្រឹងសម្ដែងធ្វើដោយធម្មតាទាំងដឹងយុទ្ធសាស្ត្រស្នេហាគេប្រើបែបណាមកបោកចិត្តខ្ញុំព្រមស្មើឲ្យគេបោកសតិអារម្មណ៍ទោះបីខ្ញុំមិនចង់ក៏ថ្នាំសន្តំជ្រាបពេញខ្លួនហើយនៅក្នុងចិត្តទុកគេសំខាន់ពេលដងកាន់តែងាយរងគ្រោះព្រោះខ្ញុំគ្រាន់ជាតួជំនួសជួបពេលគេត្រូវការឆក់យកស្នេហាស្អងពាក្យមួយថាទៅដណ្ដើមសង្សារគេបើដឹងមុនខ្ញុំមិនចង់ស្គាល់មាសមេអីលើហួសពេលពិបាកបកស្រាយក៏យល់ច្រឡំមួយនេះពិតជាសប្បាយគេផ្ដល់អារម្មណ៍ដែលឲ្យខ្ញុំលែងខ្វល់ខ្វាយដឹងត្រង់ក្បែរគេមិនចិនណៃតែគួរឲ្យស្ដាយគេនោះមានសង្សារដាក់សំណួរសួរខ្លួនឯងមិនប្រឹងសម្ដែងធ្វើដោយធម្មតាទាំងដឹងយុទ្ធសាស្ត្រស្នេហាគេប្រើបែបណាមកបោកចិត្តខ្ញុំព្រមស្មើឲ្យគេបោកសតិអារម្មណ៍ទោះបីខ្ញុំមិនចង់ក៏ថ្នាំសន្តំជ្រាបពេញខ្លួនហើយនៅក្នុងចិត្តទុកគេសំខាន់ពេលដងកាន់តែងាយរងគ្រោះព្រោះខ្ញុំគ្រាន់ជាតួជំនួសជួបពេលគេត្រូវការស្គាល់គ្មានស្ងួនអារម្មណ៍ដូចក្នុងយល់សពភាឡើងក៏ចប់មិនដឹងយល់សពពីអ្វីសុខចិត្តដើរចេញព្រោះបើបន្តនឹងមានក៏ជឿចាំរៀងរៃមិនចង់ធ្វើជាអ្នកទី3ខាក់មើលតបើខ្ញុំខកអីអាចចេះស្ដីមិនថ្លៃដាក់សំណួរសួរខ្លួនឯងមិនប្រឹងសម្ដែងធ្វើដោយធម្មតាទាំងដឹងយុទ្ធសាស្ត្រស្នេហាគេប្រើបែបណាមកបោកចិត្តខ្ញុំព្រមស្មើឲ្យគេបោកសតិអារម្មណ៍ទោះបីខ្ញុំមិនចង់ក៏ថ្នាំសន្តំជ្រាបពេញខ្លួនហើយនៅ